ប្រកាសណាសូមក្រាបថ្វាយបង្គំប្រធានានុធិរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីរាប់អានបាទក្រុមការងារអ្នកនាំពាក្យរបស់យើងវិលមកជួបសាជាថ្មីដើម្បីធ្វើបច្ចុប្បន្នភាពពាក់ព័ន្ធទៅនឹងការវិវត្តថ្មីចែកចម្លែកព័ត៌មានជូនជនរួមជាតិជ្រាបបាទជាបឋមនេះខ្ញុំសូមជូនព័ត៌មានថ្មីមួយនៅមុននេះបន្តិចសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាទើបតែបានផ្សព្វផ្សាយនៅក្នុងគណនី Facebook ផ្ទាល់ខ្លួនរបស់សម្ដេចនៅព័ត៌មានសំខាន់មួយបាទស្ដីពីបទឈប់បាញ់ព័ត៌មាននោះមានខ្លឹមសារថាកម្ពុជាស្វាគមន៍ហើយនឹងគាំទ្រគំនិតដូចផ្ដើមរបស់អាដាមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីសម្រាប់ការឈប់បាញ់នាយប់នេះដោយមានការតាមដានត្រួតពិនិត្យដោយក្រុមត្រួតពិនិត្យសង្កេតការណ៍អាស៊ាន AOT និងក៏មានការចូលរួមដោយសហរដ្ឋអាមេរិកបាទនេះជាព័ត៌មានថ្មីមួយដែលសម្ដេចប្តីនាយករដ្ឋមន្ត្រីលោកទើបតែជូនដំណឹងនៅមុននេះបាទហើយនៅមុននេះបន្តិចដែរថ្ងៃរសៀលនេះបាទសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាសម្ដេចក៏បានមានព័ត៌មានមួយចែកជូនសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរហើយព័ត៌មាននោះសម្ដេចក៏បានផុសនៅក្នុង account Facebook របស់សម្ដេចដែលខ្ញុំសូមជូនអានជូនដូចតទៅបាទបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ប៉ុន្មានថ្ងៃនេះកងទ័ពថៃបានឈ្លានពានវាយប្រហារនិងសម្លាប់ប្រជាពលរដ្ឋកម្ពុជាដោយគ្មានរើសមុខនិងរើសទីកន្លែងសូម្បីតែស្ពានថ្នល់សាលារៀនវត្តអារាមក៏ពួកគេប្រើកាំភ្លើងធំនិងយន្តហោះវាយបំផ្លាញចោលផ្សែងពុលគ្រាប់បែកចង្កោមត្រូវបានប្រើប្រាស់ជាច្រើនកន្លែងរាប់ទាំងកន្លែងដែលមានប្រជាពលរដ្ឋថៃរស់នៅនិងធ្វើការនៅក្នុងទឹកដីកម្ពុជាផងដែរក្នុងស្ថានភាពបែបនេះក្នុងនាមប្រធានព្រឹទ្ធសភាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានគណៈបកកណ្ដាលអំណាចខ្ញុំសូមជូនយោបល់ទៅដល់ទៅការនាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែនប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្ថិតនៅប្រទេសថៃត្រូវបន្តរស់នៅនិងធ្វើការនៅប្រទេសថៃនិងប្រជាពលរដ្ឋថៃដែលកំពុងរស់នៅនិងធ្វើការនៅក្នុងប្រទេសកម្ពុជាក៏ត្រូវបន្តស្ថិតនៅកម្ពុជារហូតដល់មានបទឈប់បាញ់មួយត្រូវបានអនុវត្តពេញលេញវិធានការនេះគឺដើម្បីធានាសុវត្ថិភាពប្រជាជនកម្ពុជាហើយនិងប្រជាជនថៃកុំឲ្យមានគ្រោះថ្នាក់នៅពេលធ្វើដំណើរពិសេសពេលធ្វើដំណើរឆ្លងកាត់ព្រំដែនសូមប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសថៃនិងប្រជាជនថៃមេត្តាយោគយល់សូមរាជរដ្ឋាភិបាលកម្ពុជាជួយការពារសុវត្ថិភាពប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាកុំឲ្យពួកគេរងគ្រោះដោយសារតែគ្រាប់កាំភ្លើងឬក៏គ្រាប់បែកផ្សែងពុលរបស់ថៃបាទនេះគឺជាខ្លឹមសារដែលយើងអាចអានបាននៅក្នុងគណនី Facebook សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបាទ